ប្រហុកឆាវចិញ្ច្រាំកសាំងជាមួយនឹងលក់ផ្កាជំនួយស្រស់ៗចេះជាវិថាឆ្ងាញ់ខ្លាំងមែនតើមកបងប្អូនអរគ្នាអើយថ្ងៃនេះនឹកឃើញថាឃ្លានហុកចិញ្ច្រាំអញ្ចឹងក៏នឹកឃើញលក់មុនគេគឺលក់ផ្កាជំនួយជាមួយនឹងប្រោះស្វាបងប្អូនគ្នាហើយនេះក៏ថាមកដកផ្ទាល់តែម្ដងអូយដកភុយអាកពុំចេះជាវិថាឆ្ងាញ់បើប្រោះស្វាវិញក៏សម្បូរដែរបងប្អូនគ្នាកប៉ាកពុកដោះមកអស់ហើយនឹងហើយខែវសាអញ្ចេះគឺពេញមិនទាន់ភាសាពេញលេងទេគាត់ថាវាធ្លាក់ភ្លៀងពីវិមេអញ្ចឹងណាបងប្អូនគ្នាអញ្ចឹងក៏វាសម្បូរខ្លាំងមែនតើបន្លែប្លុកធម្មជាតិឲ្យតែថាប៉ុណ្ដាដកដើបេះហើយនៅខាងខេត្តផ្សេងគេហូបខ្ញុំមិនដឹងទេនៅខាងខេត្តព្រះវិហារគឺខ្ញុំហូបហើយតាំងពីខ្ញុំចេះមកនៅទីនេះដំបូងគ្នាហើយនេះយើងបេះយកអាចារ្យចេះទៅខ្លះទៅយើងបេះយកអាកពុំខ្លះតែបើសិនជាហូបអាកពុំឆ្ងាញ់ជាងជាប្រោះស្វាប្រោះអីបងគ្នាឃើញដល់ដោះពេញភ្នំពេញដីហ្នឹងហ្មងហើយឥឡូវយើងបេះបានណាបងគ្នានេះខ្ញុំគេថាបានដល់មកអោបធំតែម្ដងបេះបានហើយយើងចាប់ផ្ដើមរកបេះជីបន្ថែមសម្រាប់ការកច្រាំប្រហុកឆៅអញ្ចឹងតើតែមានជីនិងវងចេះដាក់ជាមួយបានជាតិហ្មងឲ្យឈ្ងុយមែនតែនក្លិនយកមកដល់ផ្ទះយើងចាប់ផ្ដើមធ្វើការលាងសម្អាតជាមួយនឹងបន្លែរបស់យើងហ្នឹងទៅដូចជាប្រោះស្វាដូចជាផ្កាជំនួយអញ្ចឹងណាដោយសារវាមានដីច្រើនខ្លាំងមែនតែនអញ្ចឹងបើយើងលាងសម្អាតបានស្អាតយើងហូបប្រភេទបន្លែឆៅចេះគឺវាអាចនឹងអត់ឆ្ងាញ់ទេវាគ្រីតដីអញ្ចឹងបងប្អូនអញ្ចឹងយើងធ្វើការលាងសម្អាតបានស្អាតខ្លាំងមែនតែនច្រើនទឹកទៅ4 5ទឹកទៅហើយនេះខ្ញុំចាប់ផ្ដើមយកមក design រៀបវាអញ្ចឹងដើម្បីថតទៅវាឃើញស្អាតអញ្ចឹងណាបងប្អូនបន្តមកទៀតប្រើសេដាជួយពុះកសាំងពុះអីទៅឆាប់បានហូបទាំងអស់គ្នាបើខ្ញុំធ្វើតែឯងរៀងយូរបន្តិចអានេះផងនោះផងបើថានេះចែកដៃចែកជើងគ្នាធ្វើអញ្ចឹងទៅលឿនហើយរំដួលក៏គាត់ហាន់គល់លក្រីហាន់អីអញ្ចឹងទៅហើយរំដួលហ្នឹងគាត់ថាឃ្លានចំណាប់ជាងខ្ញុំទៀតបងប្អូនអរគ្នាអើយថាបវលខ្ញុំដដែលមួយថ្ងៃប៉ុន្តែខ្ញុំរវល់អញ្ចឹងណាថ្ងៃនេះតនេខ្ញុំគាត់ទៅបេះមកយកធ្វើហូបហ្មងទៅបានហូបហើយក៏ថតចែកជូនបងប្អូនបានទស្សនាហ្មងទៅឲ្យស្គាល់ពីរបបនៃការរស់នៅការហូបចុកតាមតំបន់របស់គេមួយអញ្ចឹងណាហើយនេះប្រហុករបស់យើងថ្ងៃនេះយើងអត់ច្រាំច្រើនទេគេខ្លាចសល់ចោលអញ្ចឹងបងប្អូនអញ្ចឹងយើងច្រាំតែមកល្មមទៅបានតែយើងគិតថាយើងអាចហូបអស់អញ្ចឹងណាហើយកសាំងដែលពុះហើយហ្នឹងគឺថាប្រើរំលោះឆ្កឹះមកបងនេះយើងយកតែសាច់របស់វាច្រាំជាមួយប្រហុករបស់យើងទេហើយនេះយើងប្រហុករបស់យើងច្រាំមកហើយយើងចាប់ផ្ដើមដាក់ជាមួយនឹងគល់លក្រីបងនេះត្រូវតែដាក់គល់លក្រីឲ្យវាកាត់ក្លិនកាត់អីចឹងណាហើយប្រហុកមុននឹងយើងយកមកច្រាំយើងធ្វើការលាងសម្អាតវាសិនឲ្យវាប្រៃពេកហើយនេះម្ទេសសម្រាប់ម្ទេសវិញគឺថាដាក់កាន់តែច្រើនកាន់តែចំណង់ចំណូលចិត្តរបស់ពួកវាហើយគឺរំលោះសេដាហ្នឹងគឺស៊ីហឹលប្រខ្លាំងមែនទែនហើយបន្តមកទៀតយើងធ្វើការឆ្កៀកសាំងដាក់មកបងនេះកសាំងហ្នឹងគេស្គៀលវាងយឺតបន្តិចខ្ញុំនៅជួយស្គៀលបន្ថែមឥឡូវគេឆ្កៀលបានហើយចាប់ផ្ដើមចាក់កសាំងរបស់យើងចូលប្រហុកមកយើងក៏ច្រាំវាឲ្យចូលគ្នាល្បាយតែមួយទៅបងនេះឲ្យស្មើសាច់ស្មើគោកស្មើទឹករបស់វាទៅបានវាចូលជាតិគ្នាឆ្ងាញ់អញ្ចឹងណាហើយសម្រាប់ការកច្រាំយើងកច្រាំរហូតទៅវាចូលល្បាយតែមួយបានយើងយកមកហូបកើតហើយយើងដាក់គ្រឿងក្រៅតាមហ្នឹងទៅស្ករប៊ីចេងតិចលួចតិចអញ្ចឹងណាយើងឆ្លាញ់ប៉ុណ្ណាដាក់ប៉ុណ្ណឹងទៅខ្ញុំរៀងចូលចិត្តរៀងអត់សូវប្រៃប្រហែលរៀងឡែមយើងដាក់ស្ករបន្តិចប៊ីចេងតិចមកយើងក៏ច្រាំបន្ថែមទៀតបន្តទៀតដាក់ជាមួយនឹងជីនិងវងបងគ្នាជីនិងវងយើងដាក់ច្រើនប៉ុណ្ណាក៏បានដែរតាមចំណង់ចំណូលចិត្តរបស់យើងអញ្ចឹងណាខ្ញុំដាក់តែមកល្មមទេឲ្យសក់មួយម៉ាត់ជាមួយនឹងសាច់ប្រហុករបស់ខ្ញុំគេច្រាំជាមួយកសាំងនោះឯងបានយើងក៏ច្រាំរួចរាល់ហើយបងប្អូនយើងដាក់បន្ថែមជាមួយខ្ទឹមសបន្តិចមកដោយសារមុននឹងភ្លេចដាក់ខ្ទឹមសអញ្ចឹងណាតាមមើលគេត្រូវដាក់ខ្ទឹមសតាំងពីដំបូងប៉ុន្តែខ្ញុំភ្លេចខ្ញុំមកច្រាំបន្ថែមតាមក្រោយដើម្បីឲ្យវាក្លិនកាន់តែឈ្ងុយបន្ថែមហើយនេះបុករបស់យើងរួចរាល់ហើយបងប្អូនក៏ច្រាំរបស់យើងច្រឡំរួចរាល់ហើយយើងការចាប់ផ្ដើមញ៉ាំតែម្ដងបងប្អូនចាំស្ដាប់ស្នូសំឡេងរំដួលគាត់ញ៉ាំមើលតែឆ្ងាញ់ប៉ុណ្ណាអញឆ្ងាញ់មើលតមាត់ពួកគាត់ទៅដឹងបងប្អូននេះមើលមាត់ខ្ញុំឲ្យពួកគាត់ឲ្យសេដារំដួលទៅមិនមែនថាសំដែងធ្វើញ៉ាំអីទេគឺវាជាការហូបពិតប្រាកដរបស់ពួកខ្ញុំហ្មងហើយរសជាតិរបស់វាគឺឆ្ងាញ់បើមិនយើងយកវាទៅស្ងោរធ្វើប្រភេទទឹកគ្រឿងទៀតរត់ទៅឆ្ងាញ់ជាងនឹងទៀតគាត់ថាអ្នកខ្លះគាត់ចូលចិត្តហូបបែបលក្ខណៈឆៅអញ្ចឹងទៅអ្នកខ្លះគាត់ចូលចិត្តបែបស្រស់អញ្ចឹងធម្មតាមនុស្សយើងវាមានចិត្តច្រើនផ្សេងគ្នាវាដូចគ្នាទេបងប្អូនអញ្ចឹងអ្នកខ្លះក៏អាចហូបឆៅឆ្ងាញ់ជាងអ្នកខ្លះអាចហូបឆ្អិនឆ្ងាញ់ជាងអញ្ចឹងណាហើយយើងបន្ទាប់មានលក់ច្រើនដូចជាប្រស្វាមិនដូចជាផ្កាជំនួយទៀតរត់ទៅឆ្ងាញ់មកហើយ vlog វីដេអូរបស់ខ្ញុំក៏មានច្រើនមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការចូលចិត្តអ្នកដែលគាត់ស្រឡាញ់វីដេអូចូលចិត្តវីដេអូបែបធ្វើម្ហូបរបស់ខ្ញុំអញ្ចឹងជួយ share ម្នាក់មួយទៅជួយ follow ម្នាក់មួយផងដើម្បីទទួលបានវីដេអូស្កែនភាពថ្មីខ្ញុំនឹងរកអ្វីដែលថ្មីចែកជូនបងប្អូនទស្សនាអរគុណច្រើនជម្រាបជួបគ្នាវីដេអូក្រោយបន្តទៀតបាទបាយ